វិធីកាត់ប្រុសចោលម្សៀតចេញពីក្នុងជីវិតរបស់អ្នកដើម្បីឲ្យអ្នកទាក់ទាញមនុស្សប្រុសដែលមានគុណភាពចូលមកមែនទេអ្នកដឹងទេថានៅពេលដែលអ្នកមិនដឹងពីវិធីកាត់មនុស្សប្រុសចោលម្សៀតចេញគឺនឹងធ្វើឲ្យអ្នកជួបមនុស្សប្រុសចោលម្សៀតគ្មានគោលដៅគ្មានលុយឬក៏មកស៊ីកម្លាំងអ្នកឬក៏មកកេងប្រវ័ញ្ចលុយរបស់អ្នកបោកប្រាស់ចិត្តអ្នកធ្វើឲ្យអ្នកចង់ឈួតតែម្ដងណោះអញ្ចឹងគឺអ្នកគ្រូចង់ប្រាប់មនុស្សស្រីដែលរឹងមាំរឿងលុយរឹងមាំឲ្យការរកស៊ីបកែរកស៊ីគឺជួបតែមនុស្សប្រុសដែលបោកប្រាស់រឿងលុយមិនថាអ្នកលែងមួយហើយជួបមួយទៀតក៏នៅតែអញ្ចឹងដែរអញ្ចឹងអ្នកគ្រូប្រាប់អានឹងវាជាគ្រោះថ្នាក់មួយតែម្ដងហើយអ្វីដែលសំខាន់អ្នកអត់ដឹងថាមកពីមូលហេតុអីហេតុអីវាអញ្ចឹងវាជួបមួយហើយមួយទៀតលែងហើយមួយទៀតទាំងដែលអ្នកលែងមួយនឹងហើយទៅយកអ្នកថ្មីជួបចរិតដដែលគាត់ថានៅក្នុងរូបរាងថ្មីមែនទេអាហ្នឹងគឺគេហៅថា childhood trauma ដែលនៅក្នុងប្រទេសក្រៅគេហៅទៅបៅនៅវ័យក្មេងរបស់អ្នកដែលធ្វើឲ្យអ្នកទៅរើសមនុស្សដដែលចូលមកតែក្នុងរូបរាងថ្មីមុខមាត់ថ្មីតែចរិតដូចគ្នាចរិតឆ្កែដូចគ្នាអញ្ចឹងសួរថាមានវិធីកែដែរមានវិធីកែអ្នកគ្រូប្រាប់មានវិធីកែវាគ្រាន់តែអ្នកមិនដឹងអញ្ចឹងហើយទើបអ្នកគ្រូយកទៅដាក់នៅក្នុងវគ្គចិត្តសាស្ត្រមែនទេដូច្នេះសម្រាប់អ្នកដែលចង់បានពីវិធីការចូលរៀន comment ដាក់ថាគុណភាពអ្នកគ្រូនឹងផ្ញើវិធីនៃការចូលរៀនទៅឲ្យអ្នកនៅក្នុងឆាតតែម្ដងយើងចាប់ផ្ដើមរៀននៅថ្ងៃច័ន្ទហើយឥឡូវហ្នឹងគឺមាន promotion ពិសេសឲ្យអ្នកទៀតផងមុននឹងវាឡើងថ្លៃហ្នឹងមែនទេអញ្ចឹង comment គុណភាពណាស់អ្នកគ្រូនឹងផ្ញើវិធីចូលរៀនទៅឲ្យហើយនឹងទាញអ្នកចូលទៅរៀនតែម្ដងហើយអ្វីដែលសំខាន់បើសិនជាអ្នកមិនដឹងពីវិធីកាត់មនុស្សប្រុសចោលមកសៀតចេញមែនទេឬវាមកពីក្នុងខ្លួនអ្នកបើសិនជាវានៅដដែលអ្នកបានកែខៃអ្នកបានធ្វើអ្វីមែនទេអ្នកគ្រូប្រាប់អ្នកនឹងមិនអាចតាក់ទាញមនុស្សប្រុសដែលមានគុណភាពមានលុយមានភាពជាមេដឹកនាំចូលមកក្នុងគ្រួសារចូលមកក្នុងជីវិតអ្នកទេព្រោះអីពីព្រោះមនុស្សប្រុសដែលមានគុណភាពគេឃើញគេញាក់អ្នកហ្មងតែអាមនុស្សប្រុសចោលមកសៀតឃើញហើយវាផ្អែមមាត់ហ្មងណាវាចូលចិត្តមនុស្សស្រីដូចអ្នកអញ្ចឹង comment គុណភាពណាអ្នកគ្រូនឹងទាញចូលរៀន